ជំរាបសួរគ្រូខ្ញុំបាទឈ្មោះអាងមិញអាយមកពីក្រុម V7 ហើយថ្ងៃនេះប៉ុណ្ណាខ្ញុំមកធ្វើការ record វីដេអូដែលតាក់ទងទៅនឹង redirection អញ្ចឹងដំបូងខ្ញុំសូមធ្វើការបើក PowerShell ដើម្បី remote ចូលទៅកាន់ XSH អញ្ចឹងខ្ញុំសូមវាយ SH username IP 172.20.10.2 អញ្ចឹងខ្ញុំសូមធ្វើការវាយ password អញ្ចឹងខ្ញុំសូមធ្វើការវាយ command who am I ដើម្បី check មើល username ហើយ pwd ដើម្បី check មើល working directory អញ្ចឹងសូមធ្វើការ clear ចោលអញ្ចឹងចំពោះចំណុចទី1គ្រូឲ្យ list all in etc ហើយដាក់ឈ្មោះ file អញ្ចឹងសូមធ្វើការវាយ command ls/etc ហើយនេះឈ្មោះ file ខ្ញុំដាក់ឈ្មោះខ្ញុំ v7.txt អញ្ចឹងចំណុចបន្ទាប់គឺ show file ហើយនឹង consent ដែលមាននៅក្នុង file ដែលខ្ញុំបានបង្កើតមិញនេះអញ្ចឹងខ្ញុំធ្វើការវាយ command ls.l ឈ្មោះ file v7.txt អញ្ចឹងនេះវាបានshowមកហើយ file ខ្ញុំបានបង្កើតមិញហ្នឹងអញ្ចឹងមកដល់ចំណុចបន្ទាប់ទៀតគឺ list etc និង output ចូលទៅកាន់ file ហ្នឹងចំនួន2ដងអូខេអញ្ចឹងខ្ញុំសូមធ្វើការវាយ command អញ្ចឹងដំបូងមុនចូល command ខ្ញុំសូមធ្វើការ cat ចូលទៅមើល file សិនv7.txt ចឹង comment នេះខ្ញុំវាយនេះដើម្បីសម្រាប់បង្ហាញ content ដែលមាននៅក្នុង file ដែលខ្ញុំបានបង្កើតមិញហ្នឹងសូម enter មើលចឹងនេះគឺសុទ្ធតែជា content ដែលមាននៅក្នុង file ហ្នឹងចឹងចំណុចបន្ទាប់នេះគឺលោកគ្រូឲ្យនេះ two time មានន័យថា list វា2ដងចឹងសូមធ្វើការវាយ comment មួយ ls / ជាមួយនឹង etc ប្រើសញ្ញានេះ2ដងហើយដាក់ឈ្មោះ file ខ្ញុំ _v7.txt ចឹងម្ដងទៀតចឹងខ្ញុំសូមធ្វើការ cat ទៅមើលវិញចឹងនេះគឺវាច្រើនដោយសារខ្ញុំបាន list 2ដងសារលោកគ្រូបានឲ្យ list 2ដងនេះ two time នេះចឹងខ្ញុំ show អីហើយចឹងវីដេអូនឹងមានប៉ុណ្ណឹងអរគុណគ្រូដែលបានទស្សនាវីដេអូមួយនេះ
ជំរាបសួរគ្រូខ្ញុំបាទឈ្មោះអាងវិញអាយមកពីក្រុម FV7 ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើការ record វីដេអូដែលតាក់ទងទៅនឹងcreate easy2 instance ជាដំបូងខ្ញុំសូមធ្វើការ sign in អញ្ចឹងខ្ញុំបានចូលក្នុង account នឹងបានហើយដោយសារខ្ញុំបាន sign in ម្ដងថ្ងៃមិញហើយអញ្ចឹងបន្ទាប់មកនេះខ្ញុំសូមវាយរកពាក្យ easy2 ចុងមកដល់កន្លែងនេះខ្ញុំសូមចុចរកពាក្យកន្លែងថា instance ហើយបន្តមកទៀតline instance នេះចុងមកដល់កន្លែងនេះចឹងកន្លែងនេះយកខ្ញុំសូមរកពាក្យថា audio កន្លែងនេះសូមដាក់ឈ្មោះខ្ញុំមេI .ec2 ចឹងកន្លែងនេះខ្ញុំសូមជ្រើសរើសកន្លែងនេះយកUbuntu ចុងមកដល់កន្លែងUbuntu server នេះខ្ញុំសូមជ្រើសរើស22ហើយខ្ញុំអស់ក្រោមនេះហើយខ្ញុំ create new key pair មួយដាក់ឈ្មោះec2 key pair key ដាក់ key មួយចាំខ្ញុំសូមធ្វើការ create ចឹងបានហើយខ្ញុំសូមអូសមកខាងក្រោមកន្លែងនេះខ្ញុំសូមដាក់ 20G កន្លែងនេះដូចជាអត់ដូរអីទេចឹងដូចជាអស់ខ្ញុំសូមចុច line instance ចឹងឲ្យវាដំណើរការចប់សិន Microsoft support the instance ចឹងកន្លែងនេះខ្ញុំបានធ្វើឲ្យវាជោគជ័យវិញដោយសារខ្ញុំឈូសអាកន្លែង email address ខុសចឹងខ្ញុំបាន change វាមកឲ្យត្រឹមត្រូវវិញហើយចឹងបន្ទាប់ខ្ញុំសូមចូលកន្លែង instance ចឹងនេះ server នេះបានដើរហើយនេះខ្ញុំបានកាត់មិញហើយសូមចុចកន្លែង instance ID ចុងមកដល់កន្លែងនេះខ្ញុំសូមធ្វើការចុច connect បន្តមកទៀតជ្រើសរើសពាក្យថា SX client ចឹងខ្ញុំសូមធ្វើការ copy comment នេះមួយខ្ញុំទៅបើកfile ដែលខ្ញុំបាន down មិញខ្ញុំសូមធ្វើការ set up git pass ចឹងចូលមកកាន់ git pass ខ្ញុំសូមស្ដាប់ខ្ញុំយក pass ដូចខ្ញុំតិចខ្ញុំចូលទៅ copy សារថ្មីសិនស្ដាប់ pass enter ហើយបន្តមកទៀតខ្ញុំសូមធ្វើការចូលទៅ copy មួយទៀតគឺ copy កន្លែង SH នេះហើយខ្ញុំយកទៅ pass នៅលើ git pass សូម enter មកកន្លែងនេះខ្ញុំយក yes អញ្ចឹងនេះបានរួចរាល់ហើយ
ចឹងcomment បន្ទាប់ខ្ញុំសូមវាយ who am I បី check មើល user នេះ Ubuntu ចឹងខ្ញុំសូមធ្វើការ update sudo app update សូម enter ចឹងសូមធ្វើការរងចាំបន្តិចទៅចឹងបាន update ហើយអីចឹងបន្ទាប់ពីខ្ញុំបាន update រួចរាល់ចឹងខ្ញុំសូមធ្វើការវាយ comment មួយទៀតគឺ comment upgrade ដើម្បី upgrade វាចុច yes មកចឹងវាគឺកំពុងតែដំណើរការចឹងខ្ញុំសូមធ្វើការរងចាំបន្តិចសិនទៅចឹងខ្ញុំបានធ្វើការ upgrade រួចរាល់ហើយចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណលោកគ្រូដែលបានទស្សនាវីដេអូមួយនេះជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអាងមិញអាចមកពីក្រុម FP7 ហើយថ្ងៃនេះប៉ុណ្ណឹងខ្ញុំមកធ្វើការ record វីដេអូដែលតាក់ទងទៅជាមួយនឹង FTP server ចឹងបងខ្ញុំសូមធ្វើការ login សិនចូលខ្ញុំ sign in ចឹងដោយសារខ្ញុំបាន sign in ហើយភាសាទូទៅវាចូលចឹងតែម្ដងតើមកខ្ញុំចូលកន្លែង easy2 បន្តទៀតខ្ញុំសូមធ្វើការចូលកន្លែង instant ចឹងខ្ញុំបើក switch នេះឲ្យវា running សិនចឹងរងចាំឲ្យវា start service សិនកន្លែង instant ខ្ញុំបានបង្កើតហើយភាសាចឹងខ្ញុំអត់ចាំបាច់បង្កើតម្ដងទៀតទេលំដាប់តកន្លែងចឹងសូមចូលកន្លែង security group នេះ security group ដែលខ្ញុំបានបង្កើតមិញតោះខ្ញុំចូលក្នុងនឹងមកហើយខ្ញុំធ្វើការ edit inbound rule នេះចឹងមកដល់កន្លែងនេះខ្ញុំសូមធ្វើការ add rule មួយទៀតកន្លែងខ្ញុំយក custom ឥឡូវខ្ញុំយក SH ដាក់ allow port 21កន្លែងនេះខ្ញុំយក anywhere នេះដាក់ study ខ្ញុំ add rule មួយទៀតនេះ allow port 5000ទៅ5100វានៅ vary គ្នាហើយនេះយក study ដូចគ្នាមកចឹងខ្ញុំ save rule ចឹងខ្ញុំបានកើតបានហើយចឹងបន្ទាប់ពីខ្ញុំបង្កើតបានខ្ញុំសូមចូលកន្លែង instant នេះវិញចូលកន្លែងនេះមកសូមធ្វើការ connect នេះខ្ញុំចង់ copy នេះ comment មួយនេះមកចូលទៅកាន់ git bash
តបទៀតខ្ញុំសូមមកធ្វើការ CD ចូលទៅ download សិនចឹងខ្ញុំបាន CD ចូលហើយចឹងខ្ញុំសូមធ្វើការផា comment នឹងចូល enter មកតបទៀតខ្ញុំធ្វើការ copy comment នេះមួយទៀតចឹងខ្ញុំធ្វើការ video ធំតិចផា comment នឹងចូលមក copy មកទៀត enter ចឹងយក yes ចឹងបន្ទាប់ពីហ្នឹងហើយខ្ញុំសូមធ្វើការ sudo update វាសិន app update ចឹងខ្ញុំបាន update ហើយចឹងខ្ញុំសូមធ្វើការ upgrade វាបន្តទៀតបាទចឹងយើងសូមធ្វើការរងចាំវាបន្ទាប់ពីវាដំណើរការរួចសិនមកចឹងបន្ទាប់ពីយើងធ្វើការ upgrade ហើយចឹងសូម Ctrl L ដើម្បី clear វាចោលសិនចឹងច្រកបន្ទាប់គឺយើងធ្វើការ install VF ចឹងសូមធ្វើការវាយ command sudo apt install vsft pd ខ្ញុំសូមធ្វើការ enter មកចឹងខ្ញុំសូមយក y enter ចឹងវាធ្វើការ install ឲ្យយើងរួចរាល់ហើយចឹងបន្ទាប់ខ្ញុំសូមធ្វើការវាយ command cd / ជាមួយនឹង etc / សូម enter បាទ no directory ចឹងខ្ញុំសូមធ្វើការវាយម្ដងទៀត cd / ជាមួយនឹង etc / enter ចឹងបន្ទាប់ខ្ញុំសូមធ្វើការ ls ដកជាមួយនឹង lh ចឹងខ្ញុំសូមធ្វើការ grep vf ftp dot conf ខ្ញុំសូម enter ចឹងនេះវាបានមកហើយចឹងបន្ទាប់ពីវាបានហើយបន្តទៀតខ្ញុំធ្វើការ backup វាទុកមួយវាយ command sudo cp vf.conf ទៅជា vf.conf ហើយយើងធ្វើការ .back យ៉ា back ខំត្រូវសូមធ្វើការ clear វាចោលសិនចូលចឹងសូមធ្វើការវាយ command នេះដើម្បី backup សូម enter មកមើលថាវាបាទអូខេចឹងតិច
trongបន្ទាប់មកយើងធ្វើការ grab មើលវាម្ដងទៀតមកចឹងនេះវាមានពីរ file អានេះ file ដើមហើយអានេះ file ដែលខ្ញុំបាន backup ទុកចឹងវាចេញពីរ file មកចឹងបន្តទៀតយើងធ្វើការ nano ដើម្បីធ្វើការ file មួយចំនួននៅក្នុង file នេះខ្ញុំសូមបាយ command sudo nano vf /const ខ្ញុំសូមធ្វើការ enter ខ្ញុំសូមចូលមើលកន្លែង local enable នេះឲ្យវាស្មើ yes local enable នេះចឹងកន្លែង local enable នេះខ្ញុំបានដាក់វា yes ហើយវា default មកចឹងស្រាប់ចឹងបន្តមកទៀតអានឹង command write enable ឲ្យវាស្មើ yes ដែរ write enable នេះ write enable ការលុបចោលចុងបន្តមកទៀត ch root ឲ្យវាស្មើ yes ដែរទៅដល់ ch root មកបើជានៅក្រោមចាំតិចនេះកន្លែងនេះ ch root local user នេះខ្ញុំ enable វាស្មើ yes ដែរចឹងសូមចូលមើលទៀតដូចជាយើង add command line ថ្មីនេះចឹងបន្ទាប់ពីយើងបើកវាស្មើ yes ហើយយើងធ្វើការថែម comment ចឹងខ្ញុំសូមធ្វើការ copy comment នេះមកនេះpass យើង scroll មកក្រោមគេនេះចឹងខ្ញុំសូមធ្វើការនេះថែម comment 3 ថែមទៀតចឹងខ្ញុំសូមធ្វើការចូលទៅ copy មកខ្ញុំបាន save ទុកនេះCtrl C ចូលធ្វើការ pass វាចឹងបន្ទាប់ពីខ្ញុំបានធ្វើការ pass ខ្ញុំចុច Ctrl X ចុច Y Enter ចឹងខ្ញុំបានធ្វើការ save វាហើយចឹងចំណុចបន្ទាប់នេះគឺការ restart switch ដោយប្រើ command នេះហើយចុងក្រោយខ្ញុំសូមធ្វើការចូលទៅកាន់ Git របស់ខ្ញុំវិញហើយធ្វើការវាយ command sudo system ctl restart vfជាមាន dot switch ទេសូម enter មកចឹងបន្ទាប់នេះគឺខ្ញុំសូមធ្វើការវាយ command status អញ្ចឹង sudo system ctl status vs hgចឹងនេះបន្ទាប់នេះយើងបានឃើញកន្លែងនេះវា active running ហើយចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងទៅការ app មួយឈ្មោះថាចាំទីបានទៅឡើងមកមិញនេះ file នេះហើយខ្ញុំចូលកន្លែង Site Manager ចឹងខ្ញុំសម្បូរ new site មួយទៀតដាក់ftp server ហើយនេះ
យកចឹងកន្លែងនេះខ្ញុំដូរកន្លែង sh នេះហើយកន្លែង normal នេះយក key file ហើយកន្លែងនេះ key file នេះខ្ញុំប្រើទៅលើអា key file ដែលខ្ញុំបាន download ហ្នឹង key file នេះ file ខ្ញុំ open មកជា port នេះដូចជាអត់ដាក់ទេចឹងកន្លែង user នេះខ្ញុំចូលទៅ check នេះវាយ comment who am I មកដើម្បី check អូខេចាកន្លែង user ដាក់ u បន្ទូមកហើយកន្លែងហោះនេះខ្ញុំចូលទៅកាន់ instance នេះ IPv4 នេះ copy វាយកទៅ path មកខ្ញុំសូមធ្វើការ connect មកចឹងនេះខ្ញុំធ្វើការ connect បានហើយខ្ញុំសូមធ្វើការកើត directory មួយដាក់ ftp client ចឹងនៅក្នុងនេះខ្ញុំអត់សូមកើត file មួយដាក់ main.txt ចឹងអូខេចុងខ្ញុំបានបង្កើតឈ្មោះនេះហើយខ្ញុំមកដល់នេះហើយយើងសូមធ្វើការ ls.h មកចឹងនេះ file client នេះដែលខ្ញុំបានបង្កើតមិញហើយមានarmai.txt ដែលខ្ញុំបានបង្កើតមិញនៅក្នុងនេះចឹងវីដេអូនោះមានប៉ុណ្ណឹងអរគុណលោកគ្រូដែលបានទស្សនាវីដេអូមួយនេះ